ថាមានអ្វីធ្ងន់ធ្ងរប៉ុណ្ណាក្រែប្រាប់ខ្លួនឯងថាយើងធ្វើបានថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលករណីវះកាត់មួយដែលគ្រាន់តែមើលរូបសេដ្ឋក៏ស្ទើរមិនជឿភ្នែកដែរអ្នកជំងឺជាលោកយាយអាយុលើស70ឆ្នាំក្នុងតម្រងនោមរបស់គាត់មានគ្រួសមួយដុំទំហំដល់ទៅ59-82មីលីម៉ែត្របើដាក់ប្រៀបធៀបវាធំស្ទើរតែដូចមើមខ្ញីមួយដុំជាធម្មតាមនុស្សភាគច្រើនគិតថាគ្រួសតម្រងនោមមានតែដុំតូចប៉ុន្តែករណីនេះគឺជាគ្រួសដ៏ធំបំផុតមួយដែលខ្ញុំធ្លាប់វះកាត់អ្វីដែលគួរឲ្យសោកស្ដាយគឺមនុស្សចាស់ជាច្រើនចេះតែទ្រាំការឈឺចង្កេះបិទជើងតូចពិបាកឬឆ្លងផ្លូវទឹកនោមញឹកញាប់ក៏គិតថាជារឿងធម្មតាតាមអាយុដល់ពេលមកពេទ្យគ្រួសបានធំខ្លាំងទៅហើយការវះកាត់ថ្ងៃនេះមិនមែនគ្រាន់តែយកគ្រួសចេញទេប៉ុន្តែព្យាយាមរក្សាតម្រងនោមឲ្យដំណើរការបានល្អបំផុតផងដែរបើបងប្អូនមានឈឺចង្កេះរ៉ាំរ៉ៃបិទជើងតូចឈឺបិទជើងតូចមានឈាមឬឆ្លងផ្លូវទឹកនោមញឹកញាប់សូមទៅពិនិត្យឲ្យបានឆាប់ព្យាបាលតាំងពីគ្រោះនៅតូចគឺងាយជាងច្រើនចុងក្រោយខ្ញុំមានសំណួរមួយតាមបងប្អូនគ្រួដ៏ធំនេះពេលយកចេញហើយមានទម្ងន់ប៉ុន្មានក្រាមខមមិនទុកខាងក្រោមបាន